đợi kia nhóm sắm mặt cách nhé chúng ta chưa được có anh chơi con chú nó bông đây có lên bông đánh cặp phụ chưa phải ai có đánh cặp phụ ai chứ bánh mà khó mà bánh nhưng mà khó mà dừng mau cho rồi mà vừa có còn tiền kẹt mỏ ở mình bơm lúa lên dừng nhóc mình cú xe ở mình chụp luôn mùi này đúng không bánh nhưng mà khó đâu nó nên để nó còn là phải dừng nguyên này cần một có nó còn đi cắt đánh nhiều bánh mà khó cắn bay nè nâng không mà nè cứ nhưng mà tự người ពិតជាខ្លាំងដៃណាស់ខ្លាំងរកលេខដាក់គ្មានបរិសម្នាក់បានធ្វើសកម្មភាពទាញកំបិតផ្គាក់ដេញកាប់ម្ដាយបង្កើតខ្លួនឯងប៉ុន្តែម្ដាយរត់គេចទាន់និងបានបន្តទៅកាប់បំផ្លាញខ្សែភ្លើងនៅក្នុងផ្ទះសម្បែងចោលជាពិសេសនៅពេលស្រវឹងស្រាតែងតែកាន់កំបិតផ្គាក់គំរាមកំហែងនិងជេរប្រមាថម្ដាយជាញឹកញាប់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចុះអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នាវេលាម៉ោង 13:10 នាទីបន្ទាប់ពីទទួលបាននៅពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះសនព្រឹមភេទស្រីអាយុ65ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអំពិលក្តារឃុំវិលពុនស្រុកស្ពងខេត្តកំពង់ស្ពឺកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការចុះអន្តរាគមន៍បង្ក្រាបនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងថានឹងសម្លាប់ស្ថិតនៅក្នុងភូមិអំពិលក្តារឃុំវិលពុនស្រុកស្ពងខេត្តកំពង់ស្ពឺតាមការរៀបរាប់របស់ជនរងគ្រោះដែលត្រូវជាម្ដាយបង្កើតបានបញ្ជាក់ថាជនសង្ស័យឈ្មោះផុនទីនត្រូវជាកូនបានធ្វើសកម្មភាពកាន់កំបិតផ្គាក់ដេញកាប់រូបគាត់ប៉ុន្តែគាត់បានគេចទាន់ពេលតែបានបន្តទៅកាប់បំផ្លាញខ្សែភ្លើងក្នុងផ្ទះចោលគាត់បានបន្តរៀបរាប់ទៀតថាឲ្យតែនៅពេលស្រវឹងស្រាតែងតែកាន់កំបិតផ្គាក់គំរាមកំហែងនិងជេរប្រមាថម្ដាយជាញឹកញាប់នាពេលកន្លងមកជាក់ស្ដែងនៅពេលកម្លាំងកងរាជអាវុធហត្ថចុះទៅដល់ទីតាំងកន្លែងកើតហេតុឃើញថាជនសង្ស័យមានភាពកោងកាចដៃកាន់កំបិតផ្គាក់ស្រែកគំរាមកំហែងនិងជេរប្រមាថទៅលើសមត្ថកិច្ចថែមទៀតមើលទៅពិតជាក្លាហានខ្លាំងណាស់ក្រោមវិធានការជំនាញរបស់កម្លាំងកងរាជអាវុធហត្ថជនសង្ស័យត្រូវបានបង្ក្រាបនិងឃាត់ខ្លួននៅនឹងកន្លែងកើតហេតុភ្លាមនិងចាប់យកវត្ថុតាងបានគឺកំបិតផ្គាក់ចំនួន1ដើមដែលជនសង្ស័យបានយកមកធ្វើសកម្មភាពជនសង្ស័យមានឈ្មោះផុនទីនភេទប្រុសអាយុ36ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិអំពិលក្តារឃុំវិលពុនស្រុកថ្ពងខេត្តកំពង់ស្ពឺបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី